ចាសួស្តីមកទាំងអស់គ្នាថ្ងៃនេះខ្ញុំរៀបចំអាហារពេលព្រឹកជូនគ្រួសារគឺសាឡាត់ដូចរាល់ដងឯងមានទូម៉នមានប្រូកូលីមានសាឡាត់មានអីចឹងណាហើយក៏រៀបចំឲ្យថ្ងៃត្រង់ឲ្យគាត់ហើយគឺខ្ញុំឆាប្រូកូលីសាច់ជ្រូកជាមួយនឹងបកាដំបូងឡើយយើងដាក់សាច់ជ្រូកមួយបកាឆាឲ្យឆ្អិនទៅយើងដាក់បន្លែដែលយើងបានស្រោមានប្រូកូលីក៏រត់តែនឹងដើមរបស់វាហ្នឹងដោយសារខ្ញុំកូនគាត់ញ៉ាំផ្កាអញ្ចឹងទៅសដើមច្រើនប្រមូលដើមមកឆាឲ្យប៉ាទៅហើយងាយគឺដាក់តែសោះឆាទៅឆាត្រឡប់ទៅ5នាទីទៅហើយយើងដាក់ម្សៅឆាបន្តិចថែមទឹកបន្តិចទៅដើម្បីមានទឹកសម្រាប់ស៊ុបបាយអញ្ចឹងណាអញ្ចឹងមួយរាល់ជាការស្រេចហើយបើសិនជាម៉ាក់មានសោះឆានៅតែគឺងាយអញ្ចឹងឯងនិយាយទៅឆាមួយមុខនេះដល់5នាទីផងខ្ញុំសោះតែបន្លែរួចរាល់ចាំតែសាច់ឆ្អិនគឺរួចរាល់ហើយអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូបើសិនជាម៉ាក់ត្រូវការសោះឆាអាចកំងខាញខ្ញុំបានហើយមុខម្ហូបនេះគឺបានបន្លែច្រើនមុខសម្រាប់គ្រួសារអញ្ចឹងបើសិនជាម៉ាក់ហូននឹកអត់ឃើញក៏អាចធ្វើមុខនេះជូនគាត់ដែររសជាតិឆ្ងាញ់ហើយល្អចំពោះសុខភាពរបស់គាត់ទៀតអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ